បងប្អូនទូរស័ព្ទ iPhone ណាមិនមែនតតែត្រាំទឹកបានគេហៅសំណុំទេខ្ញុំស្រាយចម្ងល់បងប្អូនបន្តិចដោយសារតែមួយរយៈនេះមានបងប្អូនមួយចំនួនគាត់មកទិញទូរស័ព្ទគាត់សួរថាបងសិនអត់សុំត្រាំទឹកបានអត់ហើយខ្ញុំចង់បញ្ជាក់ថាចេះបងប្អូនប្រភេទទូរស័ព្ទសំណុំសិនមកទឹកស្រុកគេទោះបីជាត្រាំទឹកបានក៏មិនប្រកាសថាសំណុំសិនដែរដោយសារតែខ្ញុំមានឧទាហរណ៍ឲ្យបងប្អូនមើលអូខេខ្ញុំឧទាហរណ៍ iPhone 13 ចេញ3 4ឆ្នាំហើយសួរថា iPhone គេដែរធ្លាប់ប្រកាសថាវាមានអាយក្រោះការពារទឹកទេអត់មានទេ iPhone អត់មានអាយក្រោះការពារទឹក 100% ទេវាមានតែគេហៅថាប្រព័ន្ធការពារជំរាបទឹកអញ្ចឹងប្រព័ន្ធការពារជំរាបទឹកហ្នឹងគឺគេហៅថាជ័រជុំវិញការពារជំរាបទឹកល្មមនេះតែបើថាយកទៅត្រាំទឹកដាក់រាប់ខែរាប់ឆ្នាំរាប់ថ្ងៃវាមិនអាចការពារបានទេបងប្អូនគ្រឿងអេឡិចត្រូនិកប្រភេទគ្រឿងដែលប្រើអគ្គិសនីបងប្អូនណាប្រើភ្លើងអញ្ចឹងវាមិនអាចធន់នឹងទឹកបានយូរនោះទេមួយទៀតករណីទូរស័ព្ទហ្នឹងរុះរើម៉ាស៊ីនទូរស័ព្ទធ្លាប់ដូរថ្មដូរអេក្រង់ពេលដែលគេដូរហើយគឺជាងធ្វើការបិទកាយជុំវិញបងប្អូននៅពេលដែលបិទកាយជុំវិញហើយគឺវាស្អាតហើយវាអូខេបងប្អូនផ្លុំក៏អត់ចេញខ្យល់បងប្អូនដាក់ត្រាំទឹកក៏វាអត់ចូលប៉ុន្តែករណីខ្លះឧទាហរណ៍សំណុំស៊ីនហើយទូរស័ព្ទហ្នឹងស៊ីនទាំងអស់បងប្អូនប្រើ3ឆ្នាំហើយសាកថ្មបដាលេងបដាក្តៅផងសួរថាជ័រការពារទឹកហ្នឹងនៅការពារបានអត់ចៃដន្យបងប្អូនដាក់ទៅអត់អីទេប៉ុន្តែវាអាចនឹងអីតាមក្រោយសំណាងល្អបងប្អូនដាក់ត្រាំទឹកទៅអត់ខូចទេចុះបើបងប្អូនសំណាងមិនល្អដាក់ត្រាំទឹកខ្ទេចទូរស័ព្ទបាត់ទៅអ្នកណាក៏ទទួលខុសត្រូវបងប្អូនទទួលខុសត្រូវដោយខ្លួនឯងអញ្ចឹងខ្ញុំចង់បញ្ជាក់ថាទូរស័ព្ទដែលអាចត្រាំទឹកបានមិនប្រកាសថាសំណុំសិនទូរស័ព្ទតែសំណុំសិនមិនប្រកាសថាអាចត្រាំទឹកបានទេខ្ញុំបញ្ជាក់ដល់ហ្នឹងមួយទៀតករណីដែលគេហៅថាចាស់កម្រិលហើយបងប្អូនទិញទូរស័ព្ទ iPhone តើតែផ្លុំអត់ចេញខ្យល់បានដឹងថាសំណុំសិនវាមិនមែនលើចំណុចហ្នឹងទេវាស្តៀងជាមួយនឹងការត្រាំទឹកមួយទៀតនេះបងប្អូនទូរស័ព្ទកាលណារុះរើម៉ាស៊ីនហើយរៀបចូលឡើងវិញក្បិតកាយចិត្តឆឹងហើយបងប្អូនផ្លុំបែកកឡតែនទៀតហ្នឹងក៏វាអត់ចេញខ្យល់ដែរដោយសារតែគេបិទកាយឡើងវិញវាអញ្ចឹងករណីហ្នឹងវាស្តៀងគ្នាអញ្ចឹងបងប្អូនបើសិនជាចង់ទិញទូរស័ព្ទ iPhone ដែលគេថាផ្ដល់ទំនុកចិត្តឲ្យបងប្អូនបញ្ជាក់ថាអីវ៉ាន់សំណុំស៊ីនមានការធានាត្រឹមត្រូវបងប្អូនត្រូវទៅរកហាងណាដែលផ្ដល់ទំនុកចិត្តឲ្យបងប្អូនវិញបើសិនជាហាងហ្នឹងផ្ដល់ទំនុកចិត្តបងប្អូនទុកចិត្តបានហើយបងប្អូនមិនបាច់ភ័យរឿងបារម្ភណាបងតិចសំណុំអត់ស៊ីនតិចមកទឹកស្រុកខ្មែរខ្ញុំលក់ឲ្យខ្ញុំបងប្អូនមិនបាច់ភ័យទេដោយសារតែហាងបងប្អូនអាចទុកចិត្តបានហើយអញ្ចឹងហាងដែលបងប្អូនអាចទុកចិត្តបានមិនមែនគ្រាន់តែបងប្អូនដើរកាត់បងប្អូនឃើញបងប្អូនទុកចិត្តបានទេបងប្អូនតាមដានព័ត៌មានដោយខាង Apple មានចៃចឹងអញ្ចឹងអតិថិជនកន្លងមកគាត់ទុកចិត្តបានគាត់អត់ខ្វល់ទេតែយើងប្រាប់ថាអាហ្នឹងល្អអាហ្នឹងសំណុំស៊ីនណាដោយសារតែគាត់ទុកចិត្តយើងគាត់តាមដានព័ត៌មានខាងយើងទៅឆ្អែតហើយអញ្ចឹងសម្រាប់បងប្អូនដែលទៅរកទិញ iPhone មិនថាទិញនៅខាងខ្ញុំឬក៏ទិញខាងណាទេបងប្អូនមើលលើចំណុចតិចតួចអត់ដឹងទេអញ្ចឹងបងប្អូនត្រូវទុកចិត្តលើហាងដែរបានទិញបានអូខេមានតែប៉ុណ្ណឹង